hello អ្នកទាំងអស់គ្នាថ្ងៃនេះadmin ចង់ដោះបៀមួយទាំងបលឹមដែរណាពីម្សិលមិញឆាតទៅប្រាប់ fan មួយចំនួនដែរ admin អត់ទាន់បានផ្ញើការទីទៅគាត់ចង់ប្រាប់ថាឆាតទៅគាត់ហើយក៏ផុសវីដេអូមួយនៅក្នុង page អញ្ចឹងណាហ្នឹងហើយផុសភ្លាមភ្លើងដាច់ហ្មងដាច់មួយថ្ងៃទៅយប់នៅអញ្ចឹង admin ទូរស័ព្ទក៏លោបាត់តេរីទៀតអញ្ចឹងណាហ្នឹងហើយម្សិលមិញគឺល្ងាចឡើងអ្នកផ្ទះញ៉ាំបាយក្រៅទេព្រោះអីភ្លើងដាច់អត់មានបានដាំបាយដាំអីទេហើយមកក៏រៀងយប់ដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅថ្ងៃនេះបានមើលការទីគាត់បានអញ្ចឹងតែឥឡូវហ្នឹងចង់មើលតាក់ទងមួយតាក់ទងរបស់នីឆានិងតូណូហ្នឹងហើយដោយសារដូចនិយាយអញ្ចឹងថាសំបីតាគ្រូទីថៃល្បីនៅថៃហ្នឹងក៏និយាយដែរថាតូណូអត់សមមានសង្សារឬក៏ប្រពន្ធទេសមតែនៅម្នាក់ឯងព្រោះអីតូណូហ្នឹងគឺជារបៀបថាមនុស្សអត់តែតែនាំទុកទៅមនុស្សស្រីណាដែលនៅជាមួយគាត់គឺមនុស្សស្រីហ្នឹងនឹងចេះតែគេថាពាក្យថាម៉េចអាហ្នឹងនឹងចេះតែមានរឿងរ៉ាវឲ្យដូចថានាំទុកទៅមនុស្សស្រីហ្នឹងអញ្ចឹងណាហ្នឹងហើយឥឡូវថ្ងៃនេះ admin សាកបណ្ដោះបៀមួយមើលថាតើតំណែងតំណងតូណូនិងនីឆាហ្នឹងគឺអាចត្រឡប់មកដូចដើមវិញអត់ឬក៏បែកគ្នាហើយបែកគ្នានៅពេលណាណាហ្នឹងហើយអូខេព្រោះ admin ក៏ជា fan របស់នីឆាដែរហើយហ្នឹងហើយ admin ក៏បានដឹងដំណឹងតាក់ទងជាមួយនឹងប្រវត្តិរបស់តូណូជាមួយនឹងបងស្រីតេងមកហើយនឹងជាមួយនឹងនីឆាដែរហ្នឹងហើយអញ្ចឹងលើស្រីពីរនាក់ឯងដែរតូណូធ្វើឲ្យជីវិតគាត់រៀងមានភាពមួយដែរថាក្រៀមក្រំអញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវក្នុងថារត់ការនេះ admin ចង់មកដោះបៀតំណែងតំណងរវាងតូណូអ្នកចម្រៀងថៃហ្នឹងជាមួយនឹងនីឆាដែលជាតួស្រីជួមុខលំដាប់ជួមុខដែរអញ្ចឹងណាហ្នឹងហើយតើអ្នកទាំងពីរមានឱកាសនឹង comeback ត្រូវគ្នាវិញអត់តើអ្នកទាំងពីរអាចនឹងបន្តទៅមុខដែរឬទេឬក៏ត្រូវបែកគ្នាហើយអញ្ចឹងគ្រីសម័កបង្ហាញណាតំណងរវាងតារាចម្រៀងថៃតូណូជាមួយនឹងតារាស្រីសម្ដែងលំដាប់ជួមុខនីឆាតើតើតំណងអ្នកទាំងពីរបច្ចុប្បន្ននេះគាត់នឹងទៅជាយ៉ាងណាអូខេSomething's really đi bật cả đó okay Okay, thank you, sweetie. Okay, នៅក្នុងនេះឃើញថាហ្នឹងហើយទាំងពីរនាក់ហ្នឹងមានរឿងសោកស្ដាយជាពិសេសនីឆាហ្មងណាហ្នឹងហើយគឺអ្វីដែលគាត់បានរំពឹងទុកហ្នឹងគឺទទួលបានវិញគឺការឈឺចាប់ណាញ់ Oxford គឺឈឺចាប់ខ្លាំងមែនតើណាហ្នឹងហើយហើយនៅក្នុងនេះដែរគាត់ផ្ដោតទៅលើខ្លួនឯងដាក់គោលដៅជីវិតខ្លួនឯងហើយគាត់និយាយថាចាប់ផ្ដើមថ្មីជាមួយមនុស្សថ្មីអត់ជាមួយនឹងតូណូទេណាហ្នឹងហើយគាត់ផឹងផែងទៅលើការងារខ្លួនឯងហើយ energy គាត់នៅពេលដែលគាត់
ចាប់ដើមថ្មីជាមួយមនុស្សថ្មីគាត់សប្បាយចិត្តជាងហើយជោគជ័យជាងណាហ្នឹងហើយគាត់នឹងជួបមនុស្សថ្មីហើយគាត់នឹងពីអ្នកនឹងមិនន័យថាភ័យតោះហើយគឺបាយគ្នាទៅវិញទៅមកអត់មានការចាប់ដើមសារជាថ្មីទេព្រោះនេះគឺគាត់សម្រេចចិត្តចាក់ចាញ់ហ្មងពីកណ្ដាលហ្នឹងតែផ្ដល់តែភាពជឿចាប់ហើយអត់ឲ្យតម្លៃគាត់ហ្នឹងហើយនេះគឺភាពជឿចាប់គាត់ពីមុនហើយនេះគឺគាត់ចង់សម្រេចគោលដៅអញ្ចឹងគាត់ត្រូវទៅមុខទៀតហើយគាត់អាចចំណាយពេលវេលាជាមួយមនុស្សខុសទៀតទេព្រោះគាត់មានបន្ទុកដែរណាហ្នឹងហើយគាត់ផឹងប្រែងបដោតទៅលើការងារមែនតើអញ្ចឹងលក្ខណៈហ្នឹងគឺនឹងបែកគ្នាទូម្នាក់ប្រុសនឹងចង់ខំបែកក៏ដោយណាហ្នឹងហើយគឺខាងស្រីតែហាងការអត់ទេបើថាធំតែលក្ខណៈមិត្តភាពការងារហ្នឹងអត់អីណាព្រោះពីមុនគឺគាត់ធ្លាប់នៅកន្លែងឈឺចាប់ក៏លាក់បាំងណាហ្នឹងហើយដាក់ឲ្យតម្លៃគាត់អញ្ចឹងបន្ទាប់ពីគាត់នឹងរឿងការពិតមកគឺគាត់អត់ទទួលយកវិញទេនៅក្នុងការទេហ្នឹងហើយគាត់នឹងជួបមនុស្សមួយទៀតដែលស័ក្តិសមនឹងគាត់នឹងជួបមនុស្សមួយទៀតដែលស័ក្តិសមនឹងគាត់មនុស្សហ្នឹងគឺមានអត្តចរិតចាស់ទុំហើយផឹងប្រែងធ្វើការងាររលួយឱកាសអញ្ចឹងណាហើយក៏ជាមនុស្សមួយដែលរបៀបថាមានលុយមានកាក់មានទ្រព្យដែរនៅក្នុងនេះអាចជាមាន business ខ្លួនឯងអញ្ចឹងណាហ្នឹងហើយគាត់អាចនឹងរៀង stack ជាមួយបច្ចុប្បន្នកាលដែរណារៀងជាប់គាំងជាពេលយូរបន្តិចហើយចំណាយពេលនៅ single ម្នាក់ឯងសិនណាដើម្បី healing ពីអតីតកាលប៉ុន្តែក្នុងការគឺឃើញមានការជប់លៀងជួបជុំជាប់ពាក្យឬក៏អនាគតវែងឆ្ងាយជាមួយមនុស្សថ្មីមួយទៀតណាដែលមានអត្តចរិតចាស់ទុំហើយមានរូបសម្បត្តិស្អាតបាតហើយជាអ្នកមានមុខមានមាត់ទៀតហ្នឹងហើយម្នាក់នោះគឺគេស្រឡាញ់គាត់ខ្លាំងហើយបំណងប្រាថ្នារបស់គាត់ដែលចង់បានបុរសដែលល្អក្នុងក្តីសម័យហ្នឹងគឺបានណាព្រោះនេះបាតកាតណាហ្នឹងនេះមនុស្សហ្នឹងគឺមនុស្សដែលល្អណាមកដូចទេវតាមកជួយគាត់ចឹងណាគឺល្អជាងសង្សារគាត់បច្ចុប្បន្នហ្នឹងហើយគាត់ទទួលបានយុត្តិធម៌និងមួយទៀតអាចនឹងមានការចោះសវត្ថិភាពពេតាសវត្ថិភាពមានការរៀបការហើយនឹងការនេះណា justice នេះមិនន័យថាយុត្តិធម៌មកវិញឬក៏ផលល្អឬក៏តកតងជាមួយនឹងការចោះសវត្ថិភាពពេលរៀបការហ្នឹងហើយនេះអនាគតអាចនឹងមានកូនចៅមួយម្នាក់ក្រោយហ្នឹងហើយគាត់ជាមនុស្សមួយដែលចក្រវាឡស្រឡាញ់ឲ្យតម្លៃមែនតើមានភាពល្បីល្បាញខ្លាំងមែនតើនីឆាហ្នឹងហ្នឹងហើយអញ្ចឹងអនាគតអាចនឹងមានកូនចៅជាមួយមនុស្សក្រោយណាហ្នឹងហើយគាត់ចាប់ផ្ដើមស្រឡាញ់ខ្លួនឯងជាងមុនឲ្យតម្លៃខ្លួនឯងខ្លាំងហ្មងហ្នឹងហើយនឹងនេះគឺអត់ខ្វល់នេះទេប្រឹងប្រែងថាធ្វើការងារបដោតទៅលើខ្លួនឯងណាស្នេហ៍ស្អីហ្នឹងណាហ្នឹងហើយគាត់នឹងមានស្នេហាថ្មីជាមួយមនុស្សថ្មីអ្នកចាស់នឹងក៏ចង់ខំបែកដែរប៉ុន្តែគឺគាត់អត់ទេគាត់ទុកធំតែជាមិត្តណានេះស្នេហាថ្មីមួយមនុស្សថ្មីណាស្អាតហើយមានទៀតគាត់ទុកចិត្តជាមួយនឹងអ្នកចាស់គឺត្រឹមតែ friend ទេណាហ្នឹងហើយត្រឹមតែមិត្តទេអ្នកចាស់ចង់ខំបែកក៏អត់ដែរចិត្តនៅគិតដែរតែគឺគាត់ទុកចិត្តហ្មងណាអត់ទេឃើញនោះខំគឺមនុស្សស្រីដែលល្អខ្លាំងមែនតើហ្មងណាហ្នឹងហើយមនុស្សដែលចិត្តល្អចិត្តបុណ្យចិត្តព្រះហើយមានគេគ្រប់ស្រឡាញ់ច្រើនឲ្យតម្លៃច្រើនណាហ្នឹងហើយគ្រប់គ្រងច្រើននេះកងចាក់វាសនាគាត់ប្រែពីមិនល្អមកល្អវិញណាហ្នឹងហើយក្រោយគាត់បែកគ្នាជាមួយអ្នកហ្នឹងណាគាត់ធ្វើការត្រៀមចារណាខ្លាំងខ្លាំងសម្រាប់ចិត្តទៅលើផ្លូវមួយដែលល្អសម្រាប់គាត់ដឹងខ្លួនគាត់ថាត្រូវទៅផ្លូវណាដែលល្អត្រូវរើសមនុស្សប្រភេទណាដែលល្អហើយណាហ្នឹងហើយផ្ដោតទៅលើការងារអាចរៀងជឿចាប់ដែរប៉ុន្តែអត់ទេមានមនុស្សស្រឡាញ់គាត់ច្រើនអ្នកនៅក្នុងនេះណាហ្នឹងហើយគាត់នេះឆ្លងកាត់មេរៀនជីវិតហ្នឹងគឺគាត់មានភាពខ្លាំងហើយនឹងស្វែងយល់ពីខ្លួនឯងច្រើនហើយក៏មានរបៀបថានិយាយទៅគឺចិត្តរឹងណាមិនន័យថាគាត់ឡើងចិត្តទុនទៀតហើយក៏អរគុណនៅពេលវេលានឹងចក្រវាលនៅអ្វីដែលគាត់ទទួលបាននាពេលបច្ចុប្បន្នទោះគាត់ទទួលរឿងដែលគាត់មិនចង់បានប៉ុន្តែគាត់ក៏អរគុណដែលចក្រវាលបានឬក៏ព្រះបានបង្ហាញពីភាពពិតរបស់មនុស្សម្នាក់ហ្នឹងឲ្យគាត់ដឹងអញ្ចឹងណាហ្នឹងហើយឃើញទៅអស់ហើយសម្រាប់តេតនងរបស់នីឆាតូនងអ្នកទាំងពីរថ្ងៃក្រោយអាចនឹងបែកគ្នាហើយរាប់អានទៅមិត្តហើយនីឆាត្រូវជួបមនុស្សមួយទៀតដែលល្អជាងហ្នឹងអាចនឹងមានវាថាអនាគតវែងឆ្ងាយជាមួយគេអាចនឹងជប់លៀងរៀបការឬក៏ភ្ជាប់ពាក្យឲ្យការមានខមមិនអីចឹងណាហ្នឹងហើយឃើញថាម្នាក់ក្រោយហ្នឹងគាត់សប្បាយរីករាយច្រើនណាអូខេឃើញថាអស់ហើយនេះគឺជាការដោះបៀរបស់ admin តកតងមួយតកណងមីឆានិងតូនងអញ្ចឹងយើងចាំមើលទាំងអស់គ្នាណាតើការដោះបៀរបស់ admin ហ្នឹងត្រូវបានប៉ុន្មានភាគរយដែរអរគុណ